ក្នុងសប្តាហ៍ទី1នៃខែឧសភាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមូលរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៅតែបន្តបេសកកម្មចុះទៅកាន់មូលដ្ឋានដើម្បីជួបសំណេះស្នាលជាមួយនឹងអង្គបោះឆ្នោតជាបន្តបន្ទាប់ជាស្ដែងនៅព្រឹកថ្ងៃទី7ខែឧសភាឆ្នាំ2026នេះសម្ដេចបានអញ្ជើញជួបសំណេះស្នាលជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវសរុបប្រមាណជាង1200នាក់ខេត្តតាកែវគឺជាខេត្តទី4ហើយបន្ទាប់ពីខេត្តកំពង់ចាមត្បូងឃ្មុំនិងកំពង់ស្ពឺដែលបានទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោសម្រាប់កម្មវិធីជួបសំណេះស្នាលដ៏មានសារៈសំខាន់នេះខេត្តតាកែវត្រូវបានចែកចេញជាមួយរដ្ឋបាលក្រុងនិង9ស្រុកមាន97ឃុំ3សង្កាត់និង1121ភូមិមានប្រជាពលរដ្ឋរស់នៅសរុប1,175,159 នាក់ស្មើនឹង243,950គ្រួសារការចុះជួបសំណេះស្នាលជាមួយនឹងមន្ត្រីមូលដ្ឋានរបស់សម្ដេចតេជោនៅតាមបណ្ដាខេត្តនានាគឺក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភានិងអង្គបោះឆ្នោតជាពិសេសមន្ត្រីក្រុមប្រឹក្សាមូលដ្ឋានដែលមានតួនាទីជាអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភារាល់ការជួបសំណេះស្នាលរបស់សម្ដេចតេជោតែងតែផ្ដល់អនុសាសន៍ដ៏សំខាន់សម្ដៅពង្រឹងការអភិវឌ្ឍមូលដ្ឋាននិងការបម្រើប្រជាពលរដ្ឋដោយសម្ដេចចាត់ទុកអាជ្ញាធរមូលដ្ឋានគឺជាខ្សែប្រយុទ្ធចិត្តប្រជាពលរដ្ឋបំផុតត្រូវបំពេញតួនាទីដោយស្មោះត្រង់ទទួលខុសត្រូវខ្ពស់និងចុះដល់មូលដ្ឋានជាប្រចាំដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាទន្ទឹមនេះមន្ត្រីមូលដ្ឋានត្រូវបន្តពង្រឹងសន្តិសុខសង្គមរក្សាសណ្ដាប់ធ្នាប់សាធារណៈនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេសបញ្ហាគ្រឿងញៀនសកម្មភាព scam អនឡាញខុសច្បាប់ដែលបង្កផលប៉ះពាល់ដល់សង្គមនិងយុវជនដោយអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យស្រាវជ្រាវនិងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានសម្ដេចតែងតែជំរុញឲ្យយកចិត្តទុកដាក់លើវិស័យកសិកម្មការគ្រប់គ្រងធនធានការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងការបង្កើតឱកាសការងារដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋសម្ដេចតេជោក៏បានលើកឡើងអំពីសារៈសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាពនយោបាយដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រទេសនិងអំពាវនាវឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់បន្តថែរក្សាសាមគ្គីភាពជាតិបន្ថែមពីនេះត្រូវពង្រឹងវិន័យការងារការគោរពច្បាប់និងការប្រើប្រាស់ធនធានសាធារណៈឲ្យមានតម្លាភាពនិងប្រសិទ្ធភាពដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរទូរទស្សនិកជនជាទីគោរពចំពោះព័ត៌មានពិស្ដារស្ដីពីសកម្មភាពសម្ដេចតេជោក្នុងកម្មវិធីជួបសំណេះស្នាលជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវទូរទស្សន៍ជាតិកម្ពុជានឹងផ្សាយជូនទស្សនានាពេលខាងមុខអាស្រ័យដោយបានជម្រាបជូនខាងលើនេះសូមរងចាំទស្សនាដោយមេត្រីសូមអរគុណ